power bank នេះបងបងវាមានបញ្ហាជាមួយនឹងការខូចដោយ Type C បងបងដោយវាគឺវាឆេះហើយវានៅជាប់នៅនឹងចឹងបងនៅជាប់នឹងចឹងយើងត្រូវដោះវាចេញចឹងបងដោះវាចេញដោះដោយ Type C នឹងចេញចឹងបងបន្តមកទៀតយើងដោះ board វាចេញហើយសម្អាតជាមួយនឹងជ័រនឹងចេញបញ្ហាវាដែលកើតឡើងបែបនេះប្រហែលជាមកពីខ្សែវាអាចនឹងវាតូចកាលណាដែលតូចគឺវាឡើងកម្ដៅហើយមួយទៀតយើងខ្សែហ្នឹងវានេះវាបាក់អីបន្តិចក៏វាឡើងកម្ដៅដែរបងកាលណាដែលឡើងកម្ដៅគឺវាហានិភ័យក្នុងការឆេះបែបនេះហើយបងវាឆេះបែបនេះអញ្ចឹងបងបើដោយ Type C ខ្លះវា support fast charge អញ្ចឹងវាអត់សូវអីហ្មងទេតែត្រូវមាន adapter យើងមានប្រព័ន្ធ fast charge ដែរដោនទៅវាសាក់ទៅគឺវាដំណើរការល្អអញ្ចឹងបងវាចូលបបាត់បានពេញបើសិនជាដោយ Type C នឹងអត់ដំណើរការ fast charge ជាទូទៅវាសាក់បានត្រឹម15វ៉ាត់គឺតែ5វ៉ុលអញ្ចឹងវាបានវ៉ាត់តិចបើសិនជាដំណើរការ fast charge វាខ្ទង់ល្បាក់20វ៉ាត់អីដែរ21 22វ៉ាត់អីហ្នឹងតែសារតែកម្លាំងវារុញបានប៉ុណ្ណឹងចុងបងរុញបានប៉ុណ្ណឹងហើយអានេះយើងត្រូវសម្អាតជាមួយនឹងការសម្អាតជាមួយនឹង board វាហើយយើងសម្អាតជាមួយនឹងដោយ Type C ដែលយើងដាក់ថ្មីនេះចូលអញ្ចឹងបងដាក់ថ្មីនេះចូលក្នុងការសម្អាតជាមួយនឹង board ហ្នឹងហើយដោយ Type C ហ្នឹងយើងចំណាយពេលយូរខ្លាំងមែនតើដោយសារវារឿងពិបាកធ្វើដែរវាសំណវាងាប់បងសំណវាងាប់អញ្ចឹងវារឿងពិបាកធ្វើបន្តិចចុងបងតែអីទេយើងធ្វើផងយើងរៀនផងយើងសិក្សាពីវាផងអញ្ចឹងបងយើងសិក្សាពីវាផងតើយើងធ្វើម៉េចដោះស្រាយវារឿងលឿនជាងមុនអញ្ចឹងបងហើយយើងធ្វើអញ្ចឹងក៏យើងមានវិធីក្នុងការដោះស្រាយវាដែរបើសិនជាករណីដែលធ្វើករណីដែលវាខូចខ្លាំងគឺយើងរិះរកវិធីដោះស្រាយវាអញ្ចឹងបងរិះរកវិធីដោះស្រាយវាហើយអានេះយើងធ្វើយូរប៉ុន្តែយើងបានលុយតិចអញ្ចឹងបងយើងបានលុយតិចតែអត់អីយើងបានធ្វើវីដេអូចាស់ជូនបងទស្សនាដែរអញ្ចឹងបងអញ្ចឹងសម្រាប់អានេះគឺយើងត្រូវការសម្អាតវាចុះឡើងនិយាយទៅប្រើរយៈពេលយូរខ្លាំងមែនទេបងយើងធ្វើឲ្យធ្វើទៀតថាវីដេអូនេះគឺខ្ញុំសារវាគុណ10គុណ10បងគុណ10បើសិនជាដាក់ចោលគុណ1គឺចប់ហើយ1ម៉ោងហើយ2ម៉ោងហើយបងអានឹងកាត់ខ្លះអញ្ចឹងបងកាត់ខ្លះហើយអានេះយើងសម្អាតហើយយើងចាប់ផ្ដើមជាមួយនឹងដាក់ bot នេះចូលហើយបន្តមកទៀតយើងធ្វើការតេស្តបងយើងធ្វើការតេស្តកន្លែងតែវាមានបញ្ហាតេស្តយើងតេស្តសាកចេញចូលអញ្ចឹងបងខ្លាចវាមានបញ្ហាទៅខ្លាចវាអត់ដំណើរការអញ្ចឹងបងអត់ដំណើរការគឺយើងបានលុយទេអត់បានថវិកាសម្រាប់ផឹកកាហ្វេទេបងហើយអានេះយើងចាប់ចូលវិញអញ្ចឹងបងចាប់ចូលវិញបើគាត់គឺមាន2បងមាន2មានអាតូចហ្នឹងក៏ខូចដោយ Type C ដូចគ្នាវាឆេះដូចគ្នាហើយវានេះវារបូតជាមួយនឹងថ្មដៃនេះកែរបូតអញ្ចឹងបងធ្វើកាប់ឲ្យគាត់វិញហើយនឹងដាក់នេះចូលថ្មីចូលអញ្ចឹងបងបន្តមកទៀតយើងធ្វើការតេស្តសាកនេះយើងតេស្តសាកចូលបងតេស្តសាកចូលហើយយើងតេស្តសាកចេញទៀតខ្លាចវាអត់ដំណើរការអញ្ចឹងបងហើយដំណើរការវាគឺដំណើរការ fast charge ដោយសារតែវាលោតសញ្ញាធម្មពលសញ្ញាហ្នឹងគឺដំណើរការ fast charge អានេះក៏ដូចគ្នាបងអានេះមានពណ៌ខៀវពណ៌ក្រហមនេះវាលោតពណ៌ក្រហមអញ្ចឹងបងលោតពណ៌ក្រហមបានន័យថាដំណើរការវាគឺ fast charge វាចូលខ្ទង់20វ៉ាត់ចុះក្រោមអញ្ចឹងបងដោយសារកម្លាំងវារុញបាន 22.5 វ៉ាត់សរុបមកវីដេអូនេះមានតែប៉ុណ្្នឹងបើសិនជាបងមាន power bank ខូចឬក៏មានបញ្ហាអីអាច comment ខាងក្រោមសាកសួរបានអញ្ចឹងបងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះ